Hello តោះនិយាយពីសុខភាពសម្រាប់មនុស្សទាំងអស់គ្នាដែលហៅថាមនុស្សហ្នឹងសុខភាពមានពីរគឺសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តសុខភាពផ្លូវកាយមានរូបរាងកាយយើងនេះមានន័យថាយើងអត់ឈឺយើងអត់មានរោគយើងអាចប្រព្រឹត្តទៅបានស្រួលហ្នឹងគេហៅថាសុខភាពផ្លូវកាយមួយទៀតសុខភាពផ្លូវចិត្តមានន័យថាយើងអត់ទៅទាស់អត់ពិបាកអត់កើតនៅចិត្តអាក្រក់ណាមួយឬក៏រឿងដែលយើងសៅមងណាមួយអាហ្នឹងសុខភាពផ្លូវចិត្តស្អាតគេហៅថាមនុស្សដែលមាន confidence ណាជឿជាក់លើខ្លួនឯងហើយសប្បាយចិត្តអញ្ចឹងសុខភាពវាមានពីរហ្នឹងឯងមានសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តប៉ុន្តែសុខភាពទាំងពីរហ្នឹងมันអាចខ្វះណាមួយបានទេដើម្បីឲ្យយើងមានសន្តិភាពសេរីភាពក្នុងការរស់នៅប្រចាំថ្ងៃសុខភាពបើសិនជាផ្លូវចិត្តយើងមិនល្អក៏អាចប៉ះពាល់ដល់សុខភាពផ្លូវកាយដែរហើយសុខភាពផ្លូវកាយមិនល្អក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើងដែរអញ្ចឹងជំហានដំបូងគឺយើងត្រូវរក្សាសុខភាពផ្លូវកាយឲ្យបានល្អមានថារក្សាសុខភាពរាងកាយនេះកុំឲ្យឈឺដើម្បីកុំឲ្យឈឺអ្វីដែលសំខាន់គឺរបបអាហារហើយនឹងការហាត់ប្រាណអញ្ចឹងរបបអាហារយើងដូចជាមិនជាប្របាយប៉ុន្តែសំខាន់ការហាត់ប្រាណនេះគឺសៀនសារៈសំខាន់មែនទែនក្នុងការធ្វើឲ្យយើងមានសុខភាពផ្លូវកាយអញ្ចឹងកាលណាដែលសុខភាពផ្លូវកាយបានល្អហើយប្រកាសជាយើងវាអាចឲ្យសុខភាពផ្លូវចិត្តយើងបានស្រួលមួយចំនួនដែរអញ្ចឹងចូលអ្នកទាំងអស់គ្នាហាត់ប្រាណដើម្បីរក្សាសុខភាពផ្លូវកាយឲ្យបានល្អដើម្បីឲ្យទៅជួយដល់សុខភាពផ្លូវចិត្តឲ្យមានសតិស្មារតីក្នុងការគិតកាលណាដែលមនុស្សយើងសុខភាពល្អហើយសតិស្មារតីល្អហើយយើងអាចគិតថាយើងរស់នៅរបៀបម៉េចដោយល្អដោយសន្តិភាពដោយប្រពៃអញ្ចឹងយើងទាំងអស់គ្នាគួរណាស់តែហាត់ប្រាណដើម្បីសុខភាពជារៀងរាល់ព្រឹកឬក៏រៀងរាល់ល្ងាចឬក៏មួយខែ20ដងឬក៏មួយអាទិត្យបានយ៉ាងហោចណាស់2ទៅ3ដងបាយបាយ